អរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកជួបយាយយើងនៅព្រឹកនេះដែរយាយយើងមានតម្រូវថ្មីសម្រាប់ពុកម៉ែបងប្អូនទស្សនានឹងមើលកំសាន្តលេងសម្រាប់ថ្ងៃទី9 ខែ 6 2025តម្រូវរបស់យាយក៏មានប៉ុណ្ណឹងហើយយាយក៏មានសុបិននិយាយជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តដូចគ្នាតែមុននឹងនិយាយសុបិនយាយក៏សូមពឹងពុកម៉ែបងប្អូនដែលចូលរួមទស្សនាទាំងអស់គ្នាកុំភ្លេចជួយចុចពាក្យ like ជា Subscribe ឬក៏ដឹងឲ្យ Channel យាយម្នាក់មួយផងបងណាដើម្បីទទួលបានវីដេអូក្រោយៗក៏ដូចជាពុកម៉ែបងប្អូនចង់បានតម្រូវតាមម៉ោងកុំភ្លេចចុច link នៃយាយដាក់លើ comment ហ្នឹងទៅនឹងឃើញតម្រូវតាមម៉ោងណាបងប្អូនទាំងគ្នានៅទីនោះមានទទួលកត់បងប្អូនទាំងគ្នាតោះចឹងពុកម៉ែបងប្អូនចូលមកស្ដាប់សុបិនយាយយកមិញនេះយាយសុបិនឃើញពីរអ្នកមនុស្សស្រីចាពីរអ្នកមនុស្សស្រីផាត់មុខយាយហ្នឹងអ្នកផាត់មុខឲ្យគេចាផាត់មុខស្រាប់តាស្លឹងទៅភ្នែកគាត់ទាំងពីរថាយាយហ្នឹងតរោមភ្នែកឲ្យគាត់ចាផាត់មុខឲ្យតរោមភ្នែកហ្នឹងហើយតែទំតបានមួយខាងស្រាប់តែគាត់ថាខ្ញុំទៅខ្ញុំប្រញាប់តបានតែមួយខាងទេរោមភ្នែកគាត់ឲ្យឃើញភ្នែកគាត់ហ្នឹងល្មូលណាដូចភ្នែកតុក្កតាចឹងបងអូនចាចម្លែកណាហើយមកវគ្គទៀតសុបិនឃើញយាយហ្នឹងចំជ្រូកចាថាជ្រូកតត្រង់សុទ្ធតែជ្រូកសស្គូបងអូនចាសុទ្ធតែមេជ្រូកចាឃើញចំជ្រូកណាអីអាដៃចំយកសពឃើញចំជ្រូកនេះលើកទី1ហីចាសុទ្ធតែជ្រូកបាធំមែនតើបងអូននៅក្នុងមួយត្រង់សុទ្ធតែជ្រូកចាហ្នឹងហើយអញ្ចឹងយាយក៏កាត់យក82 85 8កត់44 40កត់281 404 802អស់8មកអស់40អញ្ចឹងពុកម៉ែបងអូនចេះកាត់លេខអីក៏យកតាមហ្នឹងទៅណាចាហើយក៏ជូនពរហេងសំណាងល្អដល់អ្នកអញ្ចឹងវីដេអូយាយក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ